ទាំងបងសរសេរនៅក្នុងដៃខ្លួនឯងថាគណៈបព្វជិជនកម្ពុជាក៏ដូចជាសម្ដេចដៃជោឆក់នៅក្នុងដៃនេះហ្នឹងហើយคลิปនេះឆ្លើយតបទៅកាន់ DJ ក្រលហ្នឹងហើយក្រលឥឡូវប្រហែលជាអស់ស្រូវអង្គស៊ីឥឡូវចាប់ដើមចេញមកខំហ្នឹងហើយដើម្បីចង់បានកកម្មាសរងដែរទៅហ្នឹងហើយហ្នឹងហើយខ្ញុំជឿជាក់ហើយថាក្រុមដែលក្រលគ្រប់ហ្នឹងគឺអីគេសម្ដេចតកូលដេរឆានហ្នឹងត្រូវហើយព្រោះអីបើមិនគ្រប់គ្រងមិនបើម៉ែឪក្រឡែងទាំងហ៊ានចាក់ឈ្មោះហ៊ានចាក់រូបគាត់នៅលើដៃហ្មងមិនដែរក្រឡែងហ៊ានចាក់ឈ្មោះអីគេក្រុមតកូលដេរឆានហ្នឹងនៅលើខ្លួននៅលើដៃបានន័យថាក្រឡែងដឹងគុណតែអ្នកដតីទេម៉ែឪរបស់ក្រឡែងអត់ដឹងគុណទេអញ្ចឹងនិយាយអញ្ចឹងហើយមួយទៀតក្រឡែងនេះគឺជាសត្វកណ្ដុរដែលបំបងបាយហ្នឹងហើយនៅពេលដែលគេយកទៅចិញ្ចឹមអញ្ចឹងទៅច្រើនតែល្មើសគុណហ្នឹងហើយដោយអុកញ៉ាអីគេស្រីចន្ទថនអីចឹងទៅហើយដល់ពេលធ្វើការមួយគេលក្ខណៈចង់បានតែប្រយោជន៍គេដេញក្បាលចេញហើយមកធ្វើការជាមួយស្អីគេអាត្រាពុកម៉ាក់ខ្ញុំនេះនិយាយវាថាកណ្ដុរឯងហ្នឹងស្មុំគេសម្បើមកស្មុំចង់បាននេះចង់បាននោះដល់ពេលគេលេងផ្ដល់ប្រយោជន៍ឲ្យក្រលឯងចេញក្បាលខំគេដែររឿងក្រលឯងខ្ញុំដឹងច្រើនណាស់ក៏ប៉ុន្តែធ្វើម៉េចក្រលឯងពេលខ្លះក៏និយាយល្អដែរខ្ញុំក៏គាំទ្រដែរតែដល់ពេលក្រលឯងភ្លឺខ្ញុំក៏អត់គាំទ្រដែរយ៉ាងនិយាយអញ្ចឹងបើកភ្នែកបើកកញ្ចក់មើលផងណាស្ដាប់កញ្ចក់ស្ដាប់ភ្នែកមើលក៏វាកុំធ្វើភ្លឺអញ្ចឹងអត់កើតទេក្រលហ្នឹងហើយខ្ញុំប្រើពាក្យមិនសមរម្យទៅលើតែបុគ្គលណាដែលដេរឆានទេអញ្ចឹងបើក្រលឯងដេរឆានដែរក៏អូខេខ្ញុំទទួល24ម៉ោងអញ្ចឹងនិយាយអញ្ចឹងតែខ្ជិល